I wish it would stop raining ចឹង wish មួយចំណុចទៀតកន្លែងនេះមិនមែនមានន័យថាសោកស្ដាយទេកាលណាគេប្រើ would នៅក្នុងកន្លែងនេះអញ្ចឹងគេបកថាបន់ឲ្យតែឬក៏ចង់ឲ្យនេះបងប្អូនខ្ញុំចង់ឲ្យវារាំងភ្លៀងគេថាខ្ញុំចង់ឲ្យអាភ្លៀងនឹងវារាំងអញ្ចឹងភ្លៀងនឹងរាំងនៅចាអានឹងគេនិយាយអំពីរឿងអីមួយដែលយើងធុញទ្រាន់នឹងអាកប្បកិរិយារបស់នរណាម្នាក់ឲ្យចង់ឲ្យវាមានការកែប្រែឧទាហរណ៍ថាភ្លៀងរាល់ថ្ងៃធ្វើឲ្យយើងធុញអារម្មណ៍យើងធុញបែបហ្នឹងយើងប្រើអាហ្នឹង wish ចង់ឲ្យឬក៏បន់ឲ្យតែរត់តែធ្វើអីមិនកើតអញ្ចឹងយើងកើតអារម្មណ៍មូម៉ៅក្តៅក្រហាយធុញទ្រាន់យើងប្រើអាហ្នឹងណា I wish it would stop raining ខ្ញុំបន់ឲ្យតែវារាំងភ្លៀងកាលណានិយាយបែបហ្នឹងបងប្អូនតែចាំប្រកបអារម្មណ៍ថាអូម្នាក់ speaker ហ្នឹងគឺគាត់មានអារម្មណ៍ធុញហើយចង់ឲ្យស្ថានភាពហ្នឹងមានការកែប្រែ I wish she would listen to me ខ្ញុំចង់ឲ្យតានាងស្ដាប់ខ្ញុំនិយាយអីក៏អត់ស្ដាប់ដែរកាលណាគេនិយាយបែបហ្នឹងអញ្ចឹងយើងបន់ឲ្យតានាងហ្នឹងស្ដាប់ណាអញ្ចឹងយើងកើតអារម្មណ៍មួយថាធុញទ្រាន់អញ្ចឹងចង់ឲ្យស្ថានភាពមានការកែប្រែឲ្យនាងចេះស្ដាប់គេអញ្ចឹងទៅ They wish the teacher would explain more clearly ពួកគេបន់ឲ្យតែគ្រូហ្នឹងបញ្យល់ឲ្យច្បាស់ជាងហ្នឹងអញ្ចឹងមានន័យថាគ្រូគាត់បញ្យល់ស្អីមួយអត់តន់ច្បាស់ហើយអញ្ចឹងស្ថានភាពហ្នឹងធ្វើឲ្យសិស្សហ្នឹងមានអារម្មណ៍ថាអូធុញទ្រាន់ចាប់មិនបានស្ដាប់បញ្យល់អីចឹងទៅអញ្ចឹងចង់ឲ្យមានការកែប្រែស្ថានភាពហ្នឹងធ្វើឲ្យម៉េចឲ្យគាត់បញ្យល់ឲ្យឆាប់យល់អីចឹងទៅណាកាលណាបងប្អូនប្រើហ្នឹងអាហ្នឹងគឺរឿងអនាគតណាមិនមែនអតីតកាលទេប្រើកន្លែងហ្នឹងតម្រងហ្នឹង I wish your father would stop drinking alcohol ណា alcohol ខ្ញុំបន់ឲ្យតែឪពុករបស់អ្នកឈប់ហូបស្រាទេឃើញទេអញ្ចឹងគាត់ឈប់ទៅនៅណាប៉ុន្តែយើងបន់ឲ្យតែឬក៏ចង់ឲ្យមានន័យថាអញ្ចឹងវាជាបំណងប្រាថ្នារបស់យើងមួយដែលយើងចង់កែប្រែនរណាម្នាក់ដែលឃើញសកម្មភាពនឹងកើតឡើងដដែលអញ្ចឹងណាអញ្ចឹងតកតឹងចំណុចហ្នឹងគឺការប្រើប្រាស់និយាយអំពីអាកប្បកិរិយាឬការប្រព្រឹត្តរបស់នរណាម្នាក់ឬក៏សកម្មភាពអីមួយដែលយើងកើតអារម្មណ៍ធុញហើយចង់ឲ្យមានការផ្លាស់ប្ដូរយើងប្រើ wish ហើយកង្ក្រោយមាន would